ថ្លែងពីសាវកនាមអានន្ទលោកយាងនិមន្តទៅសាវត្ថីត្រាច់ចោបណ្ឌបាតដោយតណ្ហីជួនជាជួបស្រីស្រះសង្គាចៃដន្យអានន្ទស្រេចទឹកណាស់ទើបដាច់ចិត្តត្រាស់មនាធីតាអាចឲ្យទឹកខ្លះមកអាត្មាក្នុងក្អមនាងណាបានទេគ្រានោះនាងឆ្លើយគួរបាវ័យខ្ញុំជាទាស័យបំរើគេមិនហ៊ានថ្វាយទឹកលោកម្ចាស់ទេត្រកូលអ្នកស្រែឥតគប្បីអានន្ទឮហើយឆ្លើយទៅថាមនាលនាងអាត្មាក៏គ្មានអ្វីទុកស្មើនឹងនាងទេប្អូនស្រីកុំគិតឈ្នះអីមិនអ្វីទេនាងឮអានន្ទត្រាស់ដូចនោះព្រឺព្រួចពើតពោះពុំស្ទើរទេឲ្យនាងធ្លាក់ក្នុងអន្លង់ស្នេហ៍គូពីបុពេឬយ៉ាងណាវាចាពីរោះឈ្មោះជាសង្ឃទោះលោកក្រងស្បង់តែសង្ហាចិត្តសោតល្អសំល្មមប្រាថ្នាបងចង់រៀបការជាគូក្រងនាងព្រមថ្វាយទឹកឲ្យអានន្ទលោកឆាន់គ្រប់គ្រាន់ឆ្អែតស្រេចផងទើបត្រាស់លានាងវិលវិញហងទាស័យនៅល្អងនាងម្ល៉ៃស្អែកឡើងស្រីស្រស់គោគិឡាយាត្រាចាំផ្លូវអានន្ទថ្លៃអានន្ទមកដល់យល់សេចក្តីប្រញាប់វឹងក្មៃរកសាស្តាគ្រានោះសម្ដេចព្រះភគវន្តត្រាស់សួរអានន្ទថាមនាលបាឯងមានភ័យឬយ៉ាងណាអានន្ទទូលថាពិតដូច្នោះអានន្ទក្រាបទូលរឿងនោះណាថ្វាយព្រះសម្មាសពទាំងអស់ឲ្យស្ដេចបានជ្រាបគ្មានចន្លោះសូមទ្រង់ជួយដោះស្រាយបញ្ហាលំដាប់នោះស្ដេចព្រះមានភក្ត្រត្រាស់ប្រាប់សាវកដូច្នេះថាចូលបាទៅហៅនាងមកណាយើងដឹងត្រូវថាធ្វើដូចម្ដេចអានន្ទស្ដាប់ហើយស្បើយចិត្តខ្លះលាព្រះច្បងច្បាស់យាត្រាត្រាច់នាំនាងទាស័យមកដល់ស្រេចឆាប់មួយរំពេចគ្រានោះឯងគ្រានោះវេលាជាឱកាសសាស្តាជ្រាបច្បាស់ត្រាស់សម្ដែងថាមនាលប្អូនស្រីគ្រានេះឯងនាងឃើញជាក់ស្ដែងនឹងនេត្រាធម្មតាអានន្ទជាអ្នកបួសអ្នកត្រទ្រង់ឈ្មោះរៀនធម្មាបើនាងប្រាថ្នាធ្វើភរិយានាងត្រូវបព្វជិដូចគ្នាដែរគ្រាន់តែស្ដាប់ឮដូច្នេះភ្លាមអស្ទើរលើសឈាមមិនលេងទេដើម្បីបានជួបចិត្តម្ចាស់ស្នេហ៍ចាំបាច់ត្រូវតែបួសប្រកប